សួស្តីអ្នកគ្នាចាំនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាមេរៀនបន្តទាក់ទងជាមួយនឹង HTML របស់យើងហើយនៅក្នុងថ្ងៃនេះយើងនឹងមានអ្វីថ្មីទាក់ទងជាមួយនឹង list tag តែកាលពីវីដេអូមួយគឺយើងនឹងសិក្សាទាក់ទងជាមួយ list tag ដែរប៉ុន្តែនៅក្នុងវីដេអូនេះគឺវាមានលក្ខណៈពិសេសគឺយើងនឹងសិក្សាជាមួយ list tag បូករួមជាមួយនឹង type តើពីនេះវាមានលក្ខណៈបែបម៉េចចឹងយើងនឹងសិក្សានៅក្នុងវីដេអូនេះអូខេចឹងសម្រាប់ list tag ដែលយើងសិក្សាគឺនៅក្នុងថ្ងៃនេះគឺទាក់ទងជាមួយនឹង URL ដូចគ្នាហើយនៅក្នុង URL គឺយើងមានទៅលើ li ដូចគ្នាហើយប៉ុន្តែលក្ខណៈពិសេសដែលយើងត្រូវសិក្សានោះគឺ type តែលក្ខណៈ type នេះតើគេដាក់វាចូលនៅក្នុងនេះតាមអីគេអូខេចឹងឧទាហរណ៍ថាខ្ញុំមានទៅលើ li ហើយជាមួយនឹងបែបនេះហើយខ្ញុំពិសេសវាជា apple អូខេហើយខ្ញុំត្រូវការ copy វាប៉ុណ្ណឹងចុះហើយខ្ញុំចង់បែបវាជា banana ណាអូខេចឹងនៅកន្លែងនេះខ្ញុំលុបចោលតិចហើយខ្ញុំតូរវាទៅជា banana វិញអូខេលក្ខណៈបែបនេះចុះអូខេហើយថាបែបនេះចាក់ rank សិនមកយក open visualize server តែវាចេញមកបែបនេះថាអត់ប៉ុន្តែយើងចង់បានលក្ខណៈជាវាជា type ត្រូវទេអញ្ចឹងខ្ញុំសរសេរវាបាននៅខាងលើនេះហើយអ្នកគ្នាវាយវាមកវាថា type តែសញ្ញាស្មើអូខេអញ្ចឹងអ្វីដែលយើងត្រូវសិក្សាទាក់ទងជាមួយនឹង type នៅក្នុងវីដេអូនេះគឺវាមាន3អូខេអញ្ចឹងខ្ញុំសូមធ្វើការ stick មកដល់អ្នកគ្នា stick អូខេអញ្ចឹងអ្វីដែលយើងសិក្សានៅក្នុងថ្ងៃនេះគឺ type មាន have 3 has 3មានថាទី3ហើយនៅក្នុងហ្នឹងក៏វាមានដូចជាទី1ទាក់ទងជាមួយនឹង DC អូខេ DC ហើយជាមួយនឹងមាន DC cycle ហើយវាក៏មានទៅលើ spare ផងដែរអូខេតែលក្ខណៈ3ហ្នឹងតើមានលក្ខណៈបែបម៉េចយើងនឹងសិក្សានៅក្នុងថ្ងៃនេះអូខេចុះសម្រាប់ URL ដែលខ្ញុំពិសេសមួយហ្នឹងគឺ type តែវាមានលក្ខណៈបែបម៉េចអញ្ចឹងនៅក្នុង type នេះយើងអាចទៅធ្វើការ import ទៅលើ DC ក៏បានអាចធ្វើការទៅលើ cycle ក៏បាន spare ក៏បានដែរណាឧទាហរណ៍ថាឥឡូវនេះខ្ញុំសរសេរទៅលើ DC មុនដំបូងគេអូខេរួចខ្ញុំ CL មួយខ្ញុំមើលទៅកាន់ browser របស់យើងឃើញថា DC គឺវាមានទម្រង់ជា cycle ដែលមានពណ៌ខ្មៅដូចបែបហ្នឹងដូចជានៅក្នុងវីដេអូបែបហ្នឹងអូខេប៉ុន្តែយើងចង់ធ្វើការប្រូទៅ color វាណាយើងចង់ដាក់វា red ចឹងតែយើងត្រូវសរសេរបែបហ្នឹងអូខេចឹងនៅក្នុងនេះខ្ញុំអាចសរសេរវាបែបនេះខ្ញុំ run នៅក្នុង browser គឺវាអត់ចេញទេវាខុសពី HR tag តែយើងសរសេរ color បែបនេះវានឹងចេញពណ៌មកអូខេប៉ុន្តែយើងគ្រាន់តែចង់ប្រូ color អីផ្សេងៗបន្ថែមបានអូខេចឹងអ្នកគ្នាគ្រាន់តែធ្វើការសរសេរទៅតាមជាមួយនឹង style នៅក្នុងនេះហើយវាពីថា color បែបនេះហើយអ្នកគ្នា import ទៅលើ red មកអូខេគឺបានទាំងអក្សរហើយបានទាំងtext របស់យើងអូខេហើយមួយទៀតតើតជាមួយនោះcycle ម្ដងចឹងសម្រាប់ទម្រង់ cycle គឺមានទម្រង់ជាវងមូលទេរងមូលអូខេពេលយើងគាត់សរសេរវាមកអ្នកគ្នា open វាមកឃើញអ្នកគ្នាបានឃើញនៅលើនេះចឹងឃើញទេវាមានទម្រង់ជារងមូលប៉ុន្តែអត់មានពណ៌ខ្មៅដុតចូលនៅក្នុងហ្នឹងទេអូខេចឹងគឺលក្ខណៈរបស់វាមានលក្ខណៈបែបហ្នឹងខុសគ្នាអូខេហើយទម្រង់ sphere គឺមានថាវាជាជ្រុងមានរាងជាជ្រុងចឹងយើងគាត់សរសេរពាក្យចូលមកអូខេវាមានថាឃើញបានទេចឹងលក្ខណៈជា sphere គឺមានថាវារាងជារងជ្រុងវាមិនមែនជារងមូលវាជាភាពជ្រុងហើយនៅក្នុងហ្នឹងគឺវាមានពណ៌ខ្មៅដូចអ្នកគ្នាបានមើលចឹងនេះគឺជាអ្វីដែលបន្ថែមមេរៀនបន្ថែមរបស់ខ្ញុំទាក់ទងជាមួយនឹង list tag ដើម្បីឲ្យអ្នកគ្នាបានសិក្សាស្វែងយល់ដឹងចឹងណាអូខេចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាជួបអ្នកគ្នានៅវីដេអូក្រោយ